មករៀនវាយដីដបងអត់ទាន់ចេះទេបងប្អូននេះវាយអត់ទៅមុខទេបងប្អូនមករងឲ្យវាយ2 3នាក់អីអត់ទាន់ទៅមុខទេបងប្អូនមើលវាយទៅវាយមកវាយទៅវាយមកហ្នឹងឯងយើងអត់ចេះវាយអញ្ចឹងវាយ៉ាប់ដែរមកនាំគ្នាមករៀនដបងនេះម្នាក់វាយជើងម្នាក់វាយទៅដបងនេះបងប្អូនដល់ពេលវាយអត់ទៅមុខនាំវាឈរសោចហ្នឹងឥឡូវចាប់ដើមមកឥឡូវវាយហើយបងប្អូនមកដល់ឃើញរងតសក់គេពងតាហេវផងវាយដីអស់កម្លាំងមានអីមកកាត់យកមកតសក់គេចោលហើយហ្នឹងបងប្អូនចាប់ដើមកាត់ដែរចាប់ដើមរើសនេះមកមានដើរ2នាក់3នាក់មកនេះអារងតសក់គេបេះហើយតែវាសល់ខ្លះដែរបងប្អូនឥឡូវដើររើសគេប្រាប់ថាណាតងងាប់ដើមងាប់ផ្អែមឥឡូវដើរកាត់យកនេះហើយចែគាត់កាត់អុយនេះចែគាត់អានេះដើមងាប់គាត់កាត់ដល់ដើមងាប់ហើយបងប្អូននេះហើយចាំវាចង់ដឹងថាផ្អែមមកទេនាំគ្នារៀបយកទៅសាកណាវាយដីអស់កម្លាំងបានតែផ្អែមចេះត្រូវហើយនេះហើយចាប់ដើមយកទៅ3 4ហ្នឹងឯងឥឡូវដល់ក៏ដល់ម៉ោងហើយបងប្អូនមកដល់កន្លែងលាយជីម្ដងបងប្អូនលាយជីដើម្បីស្រោចដំណាំបងប្អូនស្រោចបន្លែស្រោចអីចឹងណានេះណាអានៅគៀននឹងរោងដាំបន្លែបងប្អូនគៀនមានបន្លែច្រើនមុខដែរណាមានប៉េងប៉ោះហើយនេះរោងប៉េងប៉ោះបងប្អូននេះអាប៉េងប៉ោះគេហៅប៉េងប៉ោះ cherry គេហ្នឹងបងប្អូននេះមើលទាំងអស់គ្នានេះមាន3 4រោងណានេះអារោងនេះក៏រោងប៉េងប៉ោះ cherry ដែរវាចិត្តទុំបងប្អូនវាខៀវហើយ2 3ថ្ងៃទៀតបេះកន្លែងនេះកន្លែងគេបដោះកូនស្ពៃបងប្អូននេះកន្លែងស្រីគេបដោះកូនស្ពៃកូនអីអញ្ចឹងនេះកន្លែងគេបដោះចឹងហើយបងប្អូននេះមើលទាំងអស់គ្នានេះស្រីចាប់5បដោះទៅនេះហើយដល់ពេលឥឡូវមកដល់កន្លែងពួកខ្ញុំម្ដងធ្វើការបែកយើងថាមានទិញទឹកសុទ្ធផឹកបងប្អូនមកដបងផឹកសិនទឹកសុទ្ធតែមានធម្មតាទេណាឥឡូវមកលាយជីទៀតបងប្អូនជីលាយឲ្យយើងកូរវាឲ្យលាយចូលគ្នាបងប្អូនបានដាក់យកទៅវាស្រោចសពបន្លែហើយចាប់ដើមនាំគ្នាមកលាយមកកូរនេះកូរទឹកឲ្យអស់ឲ្យជីវាលាយចូលគ្នាហើយម៉ាស៊ីននេះបងប្អូនយើងលាយឲ្យយើងដាក់ចូលម៉ាស៊ីនអញ្ចឹងបណ្ដោយបងប្អូនលាយមកត្រង់ដាក់ប្រហែលធុងអញ្ចឹងមេគាត់ប្រាប់អញ្ចឹងទៅយើងដាក់តាមគាត់ប្រាប់ទៅពួកយើងអត់សូវតន់ដឹងដែរមកដបងអញ្ចឹងមករៀនហ្នឹងមករៀនច្រើនគ្នាដែរ4 5នាក់អញ្ចឹងយើងអត់សូវដឹងទេអញ្ចឹងតមេគាត់ប្រាប់ឥឡូវគាត់ទៅបើកទឹកបើកអីបាត់ហើយយើងចាំតែដាក់ជីឥឡូវដាក់ស្រោចដំណាំហើយយើងចាប់ផ្ដើមមកវាយដីបន្តទៀតបងប្អូននេះមានម៉ាស៊ីន3មេគាត់វាយនេះចាប់ផ្ដើមវាយនេះវាយឲ្យវាស្រួលឲ្យវាម៉ត់ទៅយើងស្រួលលើករងលើកអីចឹងណាហើយក៏វាយចាប់ដើមវាយហើយពេលយើងវាយហើយយើងនាំគ្នាទៅលើករងលើកអីតែឥឡូវអត់ម៉ត់ល្អទេបងប្អូនវាយឲ្យវាម៉ត់ល្អតិចស្រួលលើករងលើកអីចឹងណានេះឥឡូវមើលទិដ្ឋភាពជុំវិញរោងនេះបងប្អូនវាស្រែវាអីចឹងណាហើយក៏ដល់ម៉ោងយើងហូបបាយហូបអីបងប្អូនហើយហូបបាយអ្នកសាលាមកប្រហែលអ្នកយើងហូបជុំគ្នាអញ្ចឹងណាស្រីអ្នកធ្វើម្ហូបយើងប្រុសអ្នកជួយដាំបាយជួយអីចឹងណាបេះបន្លែបេះប្រឡូកអីចឹងណាហូបជុំគ្នាយើងមកពីសាលាតែមួយអញ្ចឹងយើងមករៀនទាំងអស់គ្នាសិតតែអ្នកមករៀននេះបងប្អូនហើយឥឡូវមកមើលគេលើករោងលើកអីបងប្អូននេះលើករោងប្រើកម្លាំងសកត់ចឹងបើបងប្អូនលើករោងមិនស្រួលទេណាហើយយើងថ្មីចឹងយើងអត់ចេះចឹងតើឈរមើលគេសិនបងប្អូនម្នាក់នាំគេឈរមើលលើកឲ្យសកត់រុញចឹងបណ្ដោយណាបងប្អូនមិនស្រួលណាហើយយើងរុញអត់សូវចេះរុញដែរហត់តាមប្រើកម្លាំងដែរហ្នឹងបងប្អូនមកបានរងនេះមើលបងប្អូនមើលដីនេះមកមើលដីនេះហើយដល់ពេលដីចឹងយើងយកចប់មកកាយវាឲ្យធ្វើរងចេះបងប្អូនមើលនេះហើយអ្នកកាយដល់កបងប្អូនដូចគ្មានកម្លាំងកាយនេះកាយនេះតែបើថាផឹកមកលឿននេះឲ្យមើលកាយដើរទៅអែលមកធ្វើការអែលទេតែបើថាផឹកទៅម៉ែមិនទេមើលកាយនេះមើលកាយដីនេះដៃធ្លាប់តែគេឲ្យកាន់បិចដល់ពេលមកកាន់ចប់ដូចវាអត់តណាតណីវាតំណងមើលនេះកាយអែលចឹងបើថាផឹកមិនទេមិនមានតែប្រាប់ទេផឹក